Hello សួស្តីបងប្អូនទាំងអស់គ្នាចាពេលសិលនៅដាឡាក់ថ្ងៃនេះបានមកដល់ចំការទៅហើយមកលងចំការចឹងហើយយប់ចឹងហើយល្ងឹតហើយងល់ឲ្យបងប្អូនយើងមើលមិនឃើញអត់ឃើញចំការហើយឃើញតែម្ចាស់ចំការវិញទេហើយស្ដាប់សំឡេងក្អាត់យំចាក្អាត់យំលើសូស្ងេះស្ងោចណាស់វាលស្រែពេលហ្នឹងលើតែក្អាត់យំហើយលោកខេចាណាលោកខេបានថ្ងៃហ្នឹងប្រហែលម៉ែយើងប្រហែលតាលោកខេត្រឹមនឹងហើយណាខេត្រឹមនឹងយកតែ6ទៅchắc 5 6ទៅយ៉ាងក៏នឹងសោះញ៉ៃស្មានទេបើខុសបងប្អូនយើងកុំសើចណាខេនៅវាស្រែងជាងបងប្អូនអើយខ្យល់កាចាកពេលហ្នឹងខ្យល់ហៀកកាចាកលើសំឡេងក្អាត់យំស្ងេះស្ងោចណាក្អាត់ហើយចង្រិតយំលើសូស្ងេះស្ងោចណាក់ងាមានគ្រួសារនៅស្រុកឆ្ងាយប្រហែលជានឹកតាស់នឹកនឹកម៉ែច្រើនមើលអស់ឃើញដើមឈើហើយអស់ឃើញដំណាំហើយឃើញតែម្ចាស់ហើយតែម្ចាស់ទៅដល់លេង3ថ្ងៃឡាយចំការដែរមកដល់មកទៅយប់មកដល់តាម៉ោង12យប់រៀបចំរឹបសាប់អស់ម៉ោង1តែម៉ោងហើយឆ្លៀតហើយសៀលឆ្លៀតមកระวังចំការទៅកន្លែងចំការហើយទៅ3ថ្ងៃឡាយចំការហើយឡងមកระวังទាំងយប់luônណាចាវល់បងអូនយើងមើលទេសភាពស្រុកស្រែនៅពេលហើយសៀលយប់ទៅសូស្ងេះស្ងោចណាតាលំឃើញគៀងភ្លឺnữaតាវល់អ៊ីកាច់ហ្នឹងហើយនាងខ្ញុំសូមជម្រាបបងប្អូនយើងទាំងអស់គ្នាហើយសូមបងប្អូនយើងគាំទ្រឡាយនាងខ្ញុំផងឲ្យបេះដូងឲ្យឡាយចែករំលែកនាងខ្ញុំសូមអរគុណច្រើនអរគុណបងប្អូនច្រើនហើយរកផ្លូវទៅអត់ឃើញអូចាប់ផ្លូវទៅហើយជួយលើកស្ពានហ្នឹងបងតិចចាប់ផ្លូវដល់មកយ៉ាងហ្នឹងរកផ្លូវឆ្លងមិនឃើញគេផ្លេចមើលហើយផ្លូវដាក់ស្ពានទៅមួយដល់មកយ៉ាងហ្នឹងចាប់ផ្លូវបាយបាយសូមលាបងប្អូនយ៉ាងណាបាយបាយ